បាទសួស្តីអ្នកនេះនៅថ្ងៃនេះខ្ញុំចង់មកបង្ហាញតកតងទៅនឹងការចូលប្រើប្រាស់នៅក្នុងគណនីថ្នាក់ Academy អង្គការឲ្យអ្នកទាំងអស់គ្នាមានបំណងចង់សិក្សាវគ្គណាមួយតើយើងត្រូវចូលបែបម៉េចយើងអាចស្វែងរកវគ្គសិក្សាយ៉ាងដូចម្ដេចហើយតើយើងអាចចូលរៀនតាមរបៀបណាអញ្ចឹងដើម្បីចូលទៅសិក្សាគឺយើងវាយទៅកាន់គឺយើងមាន browser យើងបើក browser ណាមួយមកបន្ទាប់ពីចុចលើ browser ករណីខ្ញុំប្រើ Chrome អញ្ចឹងខ្ញុំបើកមកវាចេញបែបនេះអញ្ចឹងខ្ញុំវាយថាថ្នាក់ .com អញ្ចឹងណាអញ្ចឹងកន្លែងនេះយើងមានសិទ្ធិតកតងជាមួយនឹងវគ្គសិក្សាដែលយើងមានហើយវគ្គសិក្សាយើងនឹងមានជាបន្តបន្ទាប់នឹងមានលោកគ្រូអ្នកគ្រូគាត់ធ្វើការបន្ថែមវគ្គសិក្សាជាបន្តបន្ទាប់ទៀតយើងមានអត្ថបទដែលមានការអាប់ដេតបន្ថែមអត្ថបទជាប្រចាំថ្ងៃយើងអាចចូលមើលបានភ័យទី1ភ័យទី2អញ្ចឹងទៅជាមានជាកញ្ចប់សេវាកម្មរបស់យើងដែលយើងសេវាកម្មយើងមានអញ្ចឹងបើស្នាទាំងអស់គ្នាតកតងមានចំណាប់អារម្មណ៍តកតងទៅនឹងការចង់ប្រើសេវាកម្មណាមួយក៏អាចតកតងបានដូចគ្នាអញ្ចឹងរបៀបតកតងគឺងាយគឺយើងចូលកន្លែងនេះមកនេះចូលកន្លែងនេះណាបន្តមកទៀតយើងអាចតកតងតាម Telegram តាម Facebook ឬក៏តាម WhatsApp តាមទូរស័ព្ទឬក៏តាម email ក៏បានដែរអញ្ចឹងណាកន្លែងយើងមានឱកាសការងារកន្លែងនេះគឺយើងក៏មានការជ្រើសរើសពេលយើងមានតម្រូវការលោកគ្រូអ្នកគ្រូសម្រាប់ធ្វើការរៀបចំឯកសារមេរៀននេះគឺយើងនឹងដាក់ប្រកាសចូលនៅក្នុងកន្លែងនេះហើយក៏យើងមានតកតងជាមួយបណ្ដាញសង្គមរបស់យើងមាន Facebook មាន Channel Telegram មាន YouTube មាន TikTok មាន GitHub ជាដើមអញ្ចឹងដើម្បីចូលប្រើប្រាស់អញ្ចឹងបើស្នាពេលយើងឧទាហរណ៍យើងតកតងកន្លែងទៅខ្ញុំពេញចិត្តវគ្គនេះមួយចុះ ChatGPT ខ្ញុំចុចបែបនេះមកខ្ញុំធ្វើការទិញក៏ប៉ុន្តែកន្លែងនេះមុននឹងទិញគឺវាតម្រូវឲ្យយើងបង្កើតគណនីសិនជាងក្នុងការបង្កើតគណនីយើងអាចបង្កើតតាម Google ក៏បានតាម Telegram ក៏បានតាម GitHub ក៏បានតាមលេខទូរស័ព្ទក៏បានអញ្ចឹងណាអញ្ចឹងបើស្នើតាមលេខទូរស័ព្ទអ្នកនរគ្នាអាចតាក់ទងមកក្រុមការងារ support យើងផ្ទាល់ដើម្បីគាត់ធ្វើការបង្កើតគណនីឲ្យក្នុងករណីបង្កើតតាមទូរស័ព្ទក៏ប៉ុន្តែក្នុងករណីបង្កើតតាម Telegram ឬតាម Google គឺអ្នកនរគ្នាអាចធ្វើការបង្កើតបានដោយខ្លួនឯងអញ្ចឹងឧទាហរណ៍ថាកន្លែងខ្ញុំបង្កើតតាម Telegram មួយចុះខ្ញុំជឿថាអ្នកនរគ្នាប្រហែលជាអាចមាន Telegram អញ្ចឹងខ្ញុំកន្លែងនេះបន្ទាប់មកខ្ញុំបំពេញលេខទូរស័ព្ទរបស់ខ្ញុំអញ្ចឹងកន្លែងខ្ញុំបំពេញតែលេខទេមិនបាច់ពេញលេខ0ទេ71 855 0406អញ្ចឹងខ្ញុំចុច continue មកអញ្ចឹងកន្លែងនេះគឺ Telegram របស់ខ្ញុំវាលោតមកនេះវាលោតមកអញ្ចឹងបន្ទាប់វាលោតមកអញ្ចឹងយើងចុចតែកន្លែង confirm នេះមួយទៅគឺជាការស្រេចគឺវាលោតចូលនេះឃើញទេវាលោតចូលនេះមានថាយើងពេលនេះយើងមានគណនីរបស់យើងអញ្ចឹងរាល់អ្វីដែលយើងធ្វើការទិញធ្វើការអីហ្នឹងគឺវានឹងលោតចូលកន្លែងនេះអញ្ចឹងណាអូខេអញ្ចឹងក្នុងករណីអ្នកគ្នាចង់ខ្លាចជាគ្រូបង្រៀនគឺអាចដាក់ពាក្យស្នើបានខ្លាចគ្រូបង្រៀនអាចដាក់ពាក្យស្នើមកក្រុមការងារនឹងពិនិត្យមើលតើតើអ្នកគ្នាអាចមានជំនាញអីមួយច្បាស់លាស់គឺយើងអាចធ្វើការទទួលគ្រូបង្រៀនមួយទៀតតកតងជាមួយនឹងកន្លែងនេះគណនីកន្លែងនេះគឺយើងអាចចូលទៅមើលទំព័រដើមគឺយើងអត់ទាន់មានអីទេណាឧទាហរណ៍យើងពេញចិត្តវគ្គសិក្សាណាមួយយើងចូលទៅកាន់កន្លែងវគ្គសិក្សាបន្ទាប់មកយើងជ្រើសរើសវគ្គបន្ទាប់មកទៀតយើងទិញវគ្គសិក្សានីមួយឧទាហរណ៍ទិញវគ្គសិក្សានីមួយអញ្ចឹងបន្ទាប់មកទៀតគឺយើងបង់ប្រាក់មកបន្ទាប់មកយើងធ្វើការ scan យើងធ្វើការ scan QR ហ្នឹងមកបន្ទាប់ពី scan ហើយគឺយើងនឹងឃើញមេរៀនអូខេឥឡូវខ្ញុំសាកល្បង scan មួយខ្ញុំចូលទៅកាន់កុងធនាគាររបស់ខ្ញុំហើយខ្ញុំធ្វើការ scan អូខេអញ្ចឹងខ្ញុំ scan អ្នកទាំងអស់គ្នាអាចប្រើធនាគារអីក៏បានដែរអាចប្រើ SCB ប្រើ ABA ឬក៏ប្រើធនាគារអីផ្សេងទៀតក៏បានដែរគឺយើងអាច scan ជាមួយ QR នឹងបានអូខេខ្ញុំ pay តាម scan តាមកណនីកងធនាគាររបស់ខ្ញុំ
អញ្ចឹងយើងរងចាំមួយសន្ទុះសុំកំបិតផ្ទាំងហ្នឹងនៅពេលដែលវាដំណើរការណាអញ្ចឹងនៅពេលដែលវាជោគជ័យគឺវានឹងពិនិត្យមើលហើយវានឹងណែគាត់យើងកន្លែងថាយើងបានបងប្រាក់គឺវា load ចូលទៅកាន់ផ្ទាំងមួយនេះអញ្ចឹងណាអញ្ចឹងបន្ទាប់ពីចូលទៅកាន់ផ្ទាំងហ្នឹងហើយគឺយើងអាចចាប់ដើមចូលសិក្សាបានហើយអញ្ចឹងណាអាចចូលសិក្សាបានវគ្គហ្នឹងមកអញ្ចឹងណាអូខេអញ្ចឹងតកតងកន្លែងហ្នឹងជួយចិត្តថាអ្នកអង្គនេះប្រហែលជាអាចយល់ហើយតកតងជាមួយនឹងការបង្កើតគណនី